បុកក្រសាំងទាបពូតយកទឹកផឹកទទួលបានអត្ថប្រយោជន៍ទាំង12យ៉ាងក្រសាំងទាបគឺជាបន្លែមួយប្រភេទដែលត្រូវបានគេច្នៃផ្សំធ្វើជាឱសថបន្ថយជាតិកូឡេស្តេរ៉ុលក្នុងឈាមជាមួយគ្នានេះដែរការដែលយើងយកបន្លែក្រសាំងទាបក្នុងបរិមាណសមល្មមមកបុកពូតយកទឹកផឹកគឺជួយសម្រួលនិងព្យាបាលអាការៈមួយចំនួនដូចជា1បន្ថយអាការៈឈឺក្បាល2ប្រឆាំងការជំងឺភ្នែកដ៏កន្ទុយខ្លាំង3បន្ថយកម្ដៅនិងការរលាក4ប្រឆាំងការកកើត radical series ដែលបង្កជំងឺមហារីក5បញ្ចុះទឹកនោម6ជំនួយបេះដូង7ជួយឲ្យបត់ជើងតូចស្រួល8ព្យាបាលរលឹមដោយគ្រាន់តែយកស្លឹកបុកជាមួយលមៀងនិងម្សៅអង្ករយកទៅបិទទុកចោលមួយយប់9ប្រឆាំងពពួកបាក់តេរីដែលបង្កឲ្យកើតជំងឺមុនរើមនិងបូស10បំបត្តិអាការៈឈឺសន្លាក់11សម្រួលដល់អាការៈជក់ពោះឲ្យមានភាពធូរស្រាល12ស្លឹកក្រសាំងទាបជួយបំប៉នស្បែកឲ្យភ្លឺរលោងដូច្នេះការយកស្លឹកក្រសាំងទាបដាំទឹករួចទុកឲ្យត្រជាក់ហើយយកវាមកលុបលាងមុខពិតជាល្អខ្លាំងណាស់ចំពោះស្បែកមុខចំណាំអ្វីត្បិតតែការអនុវត្តខាងលើទទួលបានអត្ថប្រយោជន៍ច្រើនមែនតែអ្នកមិនគួរអនុវត្តលើកម្រិតនោះទេផឹកទឹកបុកក្រសាំងទាបច្រើនពេកព្រោះវាអាចប៉ះពាល់ដល់សុខភាពបុកក្រសាំង